កុំមកកាន់ BKD Academy យើងជាអង្គភាពបណ្ដុះបណ្ដាលជំនាញ Digital ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលផ្ដោតសំខាន់លើការផ្ដល់ចំណេះដឹងផ្នែក Digital Marketing, Branding និងជំនាញដែលមានតម្រូវការខ្ពស់សម្រាប់បុគ្គលិកអាជីពសម្រាប់សហគ្រាសខ្នាតមីក្រូតូចនិងមធ្យម SME BKD Academy បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅឆ្នាំ2024ដែលមានវគ្គបណ្ដុះបណ្ដាលជាច្រើនផ្ដោតទៅលើការឆ្លើយតបចាំបាច់សម្រាប់បម្រើមុខងារទីផ្សារនិងការលក់ហើយជាពិសេសគឺវគ្គសិក្សាដែលផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែងក្រុមការងារ BKD មាននាយកប្រតិបត្តិមួយរូបជាលោកយ៉នសុភិរិទ្ធជានាយកប្រតិបត្តិហើយក៏ជាគ្រូបង្គោលផ្ទាល់ផងដែរខ្ញុំបាទយ៉នសុភិរិទ្ធជានាយកគ្រប់គ្រងក៏ដូចជាប្រធានគ្រូបង្គោលរបស់ BKD Academy ខ្ញុំបានចាប់ផ្ដើមអាជីវកម្មដំបូងនៅឆ្នាំ2015តែមើលឃើញថាចំនួនឆ្នាំ2015ឃើញថាសហគ្រិនក៏ដូចជា Young Professional គេហៅថាបុគ្គលិកអាជីពនៅក្នុងប្រទេសកម្ពុជាយើងនៅចំនួននោះគឺត្រូវការបណ្ដុះបណ្ដាលខ្លាំងមែនទែនខ្ញុំបានចាប់ផ្ដើមចេញបណ្ដុះបណ្ដាលក្រោមរូបភាពជាការបណ្ដុះបណ្ដាលដែលមិនមែនជារូបមន្តបុគ្គលនៅឆ្នាំ2017និងការចែករំលែកប្រធានបទមួយចំនួនដែលចាំបាច់នៅក្នុងកលិតស័កឆ្នាំនោះដល់ឆ្នាំ2024រយៈពេលប្រមាណជាង5ឆ្នាំយើងបានធ្វើការងារច្រើនមែនទែនក្នុងបេសកកម្មក្នុងការបណ្ដុះបណ្ដាលប៉ុន្តែក្រោមរូបភាពមួយដែលយើងបានធ្វើការងារជាមួយដៃគូនិងសមាគមផ្សេងៗតែមើលឃើញជំហរក៏ដូចជាការគ្រប់គ្រងយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្ដើមពីក្រសួងសេដ្ឋកិច្ចនិងរដ្ឋវិទូរបស់ប្រទេសកម្ពុជាដែលមានមូលនិធិអវត្តជំនាញជាសេនាធិការការបង្កើតនៅមូលនិធិសម្រាប់គ្រប់គ្រងការបណ្ដុះបណ្ដាលខ្ញុំបានចាប់ផ្ដើមក៏ដូចជាបង្កើត BKD Academy ជាផ្លូវការនៅឆ្នាំ2024ដល់ឆ្នាំ2025យើងបានចេញសកម្មភាពជាច្រើនទាំងរូបភាពនៃការបណ្ដុះបណ្ដាលសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមបណ្ដាខេត្តនិងការបណ្ដុះបណ្ដាលកម្មវិធីសម្រាប់សហគ្រាសឬក៏និយោជិតដែលបម្រើការងារនឹងសហគ្រាសនៅក្នុងទីក្រុងភ្នំពេញតាមរយៈ Skill Matching Program ចាក់ក៏វិស័យរបស់យើងគឺចង់ក្លាយជាដៃគូរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមយ៉ាងសកម្មលើការបណ្ដុះបណ្ដាលប្រកបដោយបរិយាបន្ននិងប្រកបដោយគុណភាពនិងផ្ដោតលើការអនុវត្តជាចម្បងទៅដល់និយោជិតដូចនិយោជកនៅក្នុងប្រទេសកម្ពុជាបេសកកម្មចម្បងរបស់យើងគឺស្វែងរកនិងផ្ដល់ជូននៅកម្មវិធីបណ្ដុះបណ្ដាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារខ្ពស់ពិតជាចូលរួមចំណែកពិតនៅក្នុងការធ្វើបរិបទកម្ម Digital ទៅដល់ Small and Medium Enterprise ឬក៏សហគ្រាស